បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននេះគឺជាសាច់រឿងមួយរបស់ប្រវត្តិក្រុមល្អអមក្រាក់ល្អអមឌឿននិងល្អអមហាមរិនការដែលពួកគាត់ទៅលេងឯនីសមុទ្រហើយក៏បានបេះអាគមជាមួយនឹងគ្រូខាងឥណ្ឌូនេស៊ីម្នាក់ហើយគ្រូអាគមម្នាក់នោះគឺគាត់មានមុនវិជ្ជាអាគមខ្លាំងមែនទែនហើយលោកអមទាំង3ពួកគាត់ក៏ពិបាកនឹងទប់ទល់ផងដែរអញ្ចឹងចង់ដឹងថាដំណើររឿងបែបណាសូមពុកម៉ែបងប្អូនចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាហើយសាច់រឿងនេះទៀតសោតគឺនិយាយអំពីអារ្យសមុទ្រគ្រូឥណ្ឌូនេស៊ីគឺនៅថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្ដាប់សាច់រឿងនៅឯខាងងាយសមុទ្រនៅខេត្តព្រះសីហនុដើមសាច់រឿងរបស់យើងដំបូងនៅថ្ងៃនោះលោកអ៊ំឌឿនគាត់មិនបានទៅជួយកូននោះទេដោយគាត់រវល់ជួយលក់ដូរអ៊ំស្រីបុផាដែលជាប្រពន្ធរបស់គាត់ចំណែកឯនៅថ្ងៃនោះទៀតសោតនៅតូបរបស់លោកឌឿនគឺពិតជាសម្បូរភ្ញៀវគេមកទិញរបស់របរខ្លាំងណាស់ហើយនៅពេលនោះក៏ស្រាប់តែមានឡានដ៏ទំនើបមួយគ្រឿងនៅទសវត្សរ៍ឆ្នាំ80នៅពេលដែលលោកឌឿនឃើញឡាននោះភ្លាមគាត់ក៏ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគាត់បានស្គាល់យ៉ាងច្បាស់ថានេះគឺជាឡានរបស់លោកអ៊ំកៅហើយលោកអ៊ំកៅដោយសារតែគាត់គឺជាអ្នកមានដូច្នេះគាត់តែងតែទៅលេងបងប្អូនដែលជាទាហានជើងចាស់ជាមួយគ្នាជាពិសេសនោះគឺជាកូនទាហានរបស់គាត់ព្រោះថាកាលសម័យសង្គ្រាមគាត់គឺជាមេបញ្ជាការរបស់លោកឌឿននេះឯងនៅពេលដែលលោកអ៊ំកៅគាត់បានបើកឡានមកដល់មុខតូបរបស់លោកឌឿនភ្លាមមានបងប្អូននៅភូមិច្រើនណាស់ដែលគេកំពុងតែចូលភ្នែកសម្លឹងទៅមើលឡានរបស់លោកអ៊ំកៅនៅពេលដែលឡានដ៏ទំនើបនោះបានចតនៅមុខតូបលក់អីវ៉ាន់របស់លោកឌឿនភ្លាមក៏ស្រាប់តែលោកអ៊ំកៅហើយនិងអ៊ំស្រីសុភាគឺគាត់បានបើកទ្វារឡានមកចំណែកឯបងប្អូនអ្នកភូមិនៅពេលនោះគឺពួកគេមើលពួកអ៊ំទាំងពីរនាក់ឡើងចំហមាត់អស់ហើយដោយសារតែមើលទៅអ៊ំស្រីសុភាគាត់គឺជានារីដែលស្អាតណាមួយមើលទៅការស្លៀកពាក់របស់គាត់គឺប្រៀបដូចជាលោកជំទាវយ៉ាងចឹងចំណែកឯឡងការទិសោតមើលទៅរូបរាងនិងការស្លៀកពាក់របស់គាត់ប្រៀបដូចជាសេដ្ឋីក្ដុំពីរនៅពេលនោះលោកអ៊ំកៅហើយនិងអ៊ំស្រីសុភាគាត់ក៏បានចូលទៅកាន់តូបលក់អីវ៉ាន់របស់លោកឌឿនហើយលោកឌឿននិងអ៊ំស្រីបុផាពួកគាត់ក៏បានជម្រាបសួរទៅកាន់អ៊ំស្រីសុភាក៏ដូចជាលោកអ៊ំកៅជាដើមនិយាយទៅអ៊ំស្រីសុភានៅពេលដែលគាត់បានឃើញអ៊ំស្រីបុផាគាត់ក៏បានលន់មាត់ថាយីមើលទៅប្រពន្ធរបស់លោកប្អូនឌឿនមើលទៅនាងពិតជាមានសម្រស់ស្អាតពិតមែនគឺពិតជាដូចប្តីរបស់គាត់បាននិយាយប្រាប់គាត់ចំណែកឯអ៊ំស្រីបុផាវិញគាត់ក៏និយាយតបទៅវិញថាចំណែកឯបងស្រីវិញក៏មិនធម្មតាដែរមើលទៅពិតជាស្អាតដូចជាតារាយ៉ាងចឹងគឺដូចដែលលោកអ៊ំឌឿនគាត់ធ្លាប់បាននិយាយប្រាប់អ៊ំស្រីបុផាថាអ៊ំស្រីសុភានេះគាត់ពិតជាមានរូបសម្រស់ស្អាតណាស់នៅពេលដែលពួកគាត់និយាយគ្នាសរសើរគ្នាទៅមករួចពលអ៊ំទាំងអស់គ្នាពួកគាត់ក៏បានធ្វើដំណើរចូលទៅកាន់ផ្ទះរបស់លោកឌឿនដើម្បីអង្គុយជជែកគ្នាព្រោះថាពួកគាត់ក៏មិនទាន់ដឹងពីបំណងរបស់លោកអ៊ំកៅហើយនិងអ៊ំស្រីសុភាឡើយគឺនៅពេលដែលពួកគាត់អង្គុយជជែកគ្នាបានមួយសន្ទុះគឺលោកអ៊ំឌឿនគាត់ក៏បានដឹងសាច់រឿងអីចឹងទៅគឺដំណើរមកលើកនេះលោកអ៊ំកៅគាត់គ្រាន់តែចង់បបួលលោកឌឿនដើម្បីទៅលេងផ្ទះមិត្តភ័ក្តិដែលជាទាហានជើងចាស់កាលពីពួកគាត់ធ្វើសង្គ្រាមការចំនួនខ្មែរក្រហមចំណែកឯមិត្តភ័ក្តិដែលពួកគាត់បំរុងនឹងទៅនេះគឺពួកគាត់សុទ្ធតែនៅក្នុងខេត្តព្រះសីហនុទាំងអស់ហើយបើសិនជាពួកគាត់ទៅលើកនេះគឺពលអ៊ំទាំង10នាក់ដែលពួកគាត់ការធ្វើជាទាហានជាមួយគ្នាគឺនៅរស់តែ10នាក់ប៉ុណ្ណោះដូច្នេះពេលនេះពួកគាត់ក៏អាចបានជួបជុំគ្នាគ្រប់10នាក់តែម្ដងដោយសារតែកាលពីមុនគឺពួកគាត់បានជួបគ្នាបានប្រហែលជា6នាក់ហើយគឺនៅសល់តែ4នាក់នេះប៉ុណ្ណោះតាំងតែបែកពីសម័យសង្គ្រាមខ្មែរក្រហមរួចមកគឺពួកគាត់ក៏លែងបានជួបគ្នាទៀតប៉ុន្តែនិយាយទៅនេះគឺជានិស្ស័យគឺនិស្ស័យចៃដន្យមួយកាលដែលលោកអ៊ំកៅហើយនិងអ៊ំស្រីសុភាគឺគាត់គឺជាអ្នកមានដូច្នេះគាត់តែងតែទៅដើរលេងកម្សាន្តនៅកន្លែងផ្សេងៗនៅពេលនោះពួកគាត់ទាំងពីរនាក់បានទៅលេងនៅក្នុងខេត្តព្រះសីហនុហើយពិតជាចៃដន្យខ្លាំងណាស់
ដោយឡំកៅគាត់ក៏បានជួបឡំទាំង4នាក់ដែលជាទីហ៊ានជើងចាស់ជាមួយគ្នាគឺមានឡំកៅហើយនិងឡំកងហើយនឹងឡំសេនឡំសំគឺពួកគាត់ទាំង4នាក់គឺមាន2នាក់គឺជាបងប្អូនមកកើតនឹងគ្នាហើយពួកគាត់នៅទីនោះគឺពួកគាត់ប្រកបមុខរបរនេសាទនៅលើសមុទ្រហើយនៅពេលដែលឮសម្ដីរបស់ឡំកៅគាត់បាននិយាយបែបនេះលោកអ៊ំឌឿនគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែពេលនេះគាត់បានទៅជួបមុខមិត្តភក្តិចាស់ៗរបស់គាត់ដោយឡំកៅគាត់មកលើកនេះគាត់ក៏ចង់បបួលឡំឌឿនហើយនិងអ៊ំស្រីបុផាឲ្យទៅលេងមិត្តភក្តិចាស់ៗជាមួយគ្នាចំណែកពេលនោះឡំកៅគាត់ក៏បានសួររោគឡំក្រាក់ហើយនិងឡំហាមរិនផងដែរដោយសារតែគាត់ក៏ស្គាល់គ្នានៅពេលដែលឡំកៅសួររោគបែបនេះនៅពេលនោះឡំឌឿនគាត់មិនបង្អង់យូរឡើយដោយគាត់ក៏បានដើរសំដៅទៅកាន់ផ្ទះរបស់ឡំក្រាក់ហើយនិងឡំហាមរិនលុះបានមួយចន្ទុះធំក្រោយមកពលអ៊ំទាំង3នាក់ពួកគាត់ក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ឡំឌឿនតែម្ដងចំណែកឯនៅពេលនេះគឺឡំហាមរិនហើយនិងឡំក្រាក់គាត់បានវិច្ចបង្វិចខោអាវមកជាមួយថែមទៀតដោយសារតែឡំឌឿនគាត់ទៅលើកនេះគឺគាត់បបួលពលអ៊ំទាំង2នាក់ឲ្យទៅលេងមិត្តភក្តិចាស់ៗជាមួយគ្នាហើយដំណើរទៅលេងខេត្តព្រះសីហនុនៅលើកនេះគឺពួកគាត់ទៅគ្នារហូតដល់7នាក់ឯណោះនិយាយទៅគឺទៅគ្នា7នាក់នេះគឺល្មមតែម្ដងដោយសារតែឡានរបស់ឡំកៅឡានគាត់ក៏រៀងធំទូលាយផងដែរលុះនៅពេលដែលពួកគាត់បានរៀបចំបង្វិចខោអាវរួចពួកគាត់ទាំងអស់គ្នាក៏បានឡើងទៅលើឡានរបស់ឡំកៅហើយពួកគាត់ក៏បន្តដំណើរទៅខាងខេត្តព្រះសីហនុចំណែកអំឡុងពេលដែលពួកគាត់ធ្វើដំណើរនៅតាមផ្លូវនោះគឺពួកឡំឌឿនឡំក្រាក់ហើយនិងឡំហាមរិនព្រមទាំងអ៊ំស្រីបុផាពួកគាត់ទាំង4នាក់គឺពួកគាត់មិនបានសម្រាននៅលើឡានឡើយគឺពួកគាត់ទាំង4នាក់កំពុងតែអង្គុយនៅក្នុងឡានគឺគាត់មើលទៅកាន់ទេសភាពនៅតាមដងផ្លូវនិយាយទៅនេះជាលើកទី1ហើយដែលអ៊ំស្រីបុផាគាត់បានជិះឡានទំនើបបែបនេះហើយនៅកាលពីមុនគាត់មិនដែលបានជិះឡានឡើយគឺភាគច្រើនគាត់ជិះតែរទេះគោដែលឡំឌឿនគាត់បររទេះគោប៉ុណ្ណោះហើយនៅពេលដែលពួកគាត់ធ្វើដំណើរនៅតាមដងផ្លូវនោះគឺអ៊ំស្រីបុផាគាត់ក៏បានពលឡានដោយសារតែនេះជាលើកទី1អញ្ចឹងវាមិនចម្លែកទេសម្រាប់បងប្អូនខ្មែរយើងដែលពួកគាត់ធ្វើដំណើរនៅតាមដងផ្លូវនោះគឺជាលើកទី1គឺតែងតែពលឡានបែបនេះឯងចំណែកឯឡំទាំង3នាក់គឺពួកគាត់មិនបានពលឡានឡើយដោយសារតែពួកគាត់ក៏ធ្លាប់បានជិះឡានជាញឹកញាប់ណាមួយពួកគាត់ជាមនុស្សប្រុសពេញកម្លាំងដូច្នេះគាត់មិនពលឡានឡើយចំណែកឯអ៊ំស្រីបុផាដោយសារតែគាត់ជាស្ត្រីទន់ខ្សោយណាមួយនេះជាលើកទី1ដូច្នេះគឺគាត់បានពលឡានជាខ្លាំងហើយទម្រាំតែពួកគាត់ធ្វើដំណើរទៅដល់ក្នុងខេត្តព្រះសីហនុដែលជាភូមិស្រុកមិត្តភ័ក្តិរបស់ឡំឌឿនហើយនិងឡំកៅនេះគឺពួកគាត់ត្រូវធ្វើដំណើររហូតដល់ពេលយប់ឯណោះទើបបានទៅដល់លុះពន្យូរប៉ុន្មានពលអ៊ំទាំង7នាក់ពួកគាត់ក៏បានបើកឡានទៅដល់ខេត្តព្រះសីហនុហើយពួកគាត់បានធ្វើដំណើរទៅដល់តំបន់ឯនាយសមុទ្រចំណែកឯអ៊ំស្រីបុផាវិញពេលនេះគាត់លេងពលឡានទៀតហើយដោយសារតែគាត់កំពុងតែផ្ចិតផ្ចង់អារម្មណ៍មើលទៅកាន់ទេសភាពឯនាយសមុទ្រគាត់ថានេះជាលើកទី1ហើយដែលគាត់បានឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយបែបនេះចំណែកឯឡំឌឿនឡំក្រាក់ហើយនិងអ៊ំហាមរិនពួកគាត់ក៏មានអារម្មណ៍ដូចគ្នាដោយសារតែពលអ៊ំគឺតាំងតែពីយូរណាស់មកហើយគឺពួកគាត់មិនដែលបានមកឃើញសមុទ្រនោះទេគឺពួកគាត់ធ្លាប់តែឮគេនិយាយថានៅឯតំបន់នាយសមុទ្រនេះគឺផ្ទៃសមុទ្រពិតជាធំល្វឹងល្វើយរីឯទឹកសមុទ្រវិញក៏ប្រៃថែមទៀតផងអញ្ចឹងលុះពួកគាត់ធ្វើដំណើរមិនយូរប៉ុន្មាននោះពួកគាត់ក៏ទៅដល់តំបន់ភូមិមួយដែលជាប់នឹងនៅឆ្នេរសមុទ្រនឹងឯងនៅពេលដែលពួកគាត់ធ្វើដំណើរទៅដល់ភូមិនោះភ្លាមឡំកៅគាត់ក៏បានបើកឡានចូលទៅកាន់ផ្ទះបុរសម្នាក់ដោយសារតែឡំកៅគាត់លុបមកតំបន់នេះកាលពីមុនហើយនៅពេលនោះពួកគាត់ទាំងអស់គ្នាក៏បានចុះពីលើឡានចំណែកឯម្ចាស់ផ្ទះគេក៏បានដើរចេញមកដើម្បីទទួលរាក់ទាក់ភ្ញៀវទាំងអស់នេះនៅពេលដែលគេដើរចេញមកគឺឡំឌឿនហើយនិងឡំកៅពួកគាត់ក៏បានដើរតម្រង់ទៅកាន់បុរសម្នាក់នោះចំណែកឯបុរសម្នាក់នោះវិញ
មើលទៅគេពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែគេបានជួបពលអមទាំងពីរនាក់ដែលធ្លាប់ធ្វើជាទាហានធ្លាប់រងគ្រោះថ្នាក់ធ្លាប់ស្លាប់រស់ជាមួយគ្នាជាច្រើនលើកជាច្រើនសារគឺនៅពេលនេះពលអមទាំង3នាក់ពួកគាត់ក៏បានអបគ្នាដោយថែមទាំងមានហូរទឹកភ្នែកថែមទៀតផងចំណែកឯផ្ទះបរិសម្នាក់នេះគាត់មានឈ្មោះថាអំកែវចំណែកឯអំកងគឺគាត់រស់នៅភូមិនេះដូចគ្នាប៉ុន្តែគ្រាន់តែផ្ទះគាត់គឺរៀងនៅឆ្ងាយពីផ្ទះរបស់អំកែវបន្តិចចំណែកឯឡំសែនឡំសំវិញគឺពួកគាត់ក៏រស់នៅក្នុងភូមិនេះដូចគ្នាប៉ុន្តែគ្រាន់តែផ្ទះរបស់ពួកគាត់គឺរស់នៅខាងចុងភូមិនៅពេលនោះពួកគាត់ក៏បានយករបស់របរក៏ដូចជាអីវ៉ាន់ដើម្បីទៅទុកដាក់លើផ្ទះរបស់ឡំកែវចំណែកឯប្រពន្ធរបស់ឡំកែវទៀតសោតគឺគាត់ក៏មានចិត្តល្អផងដែរគឺគាត់មានឈ្មោះថាអ៊ំស្រីសុគន្ធសម្រាប់គ្រួសាររបស់ឡំកែវទៀតសោតគ្រួសារគាត់ក៏មានជីវភាពរៀងធូរធារផងដែរដោយសារតែគាត់គឺជាបងប្អូនអ្នកនេសាទនៅតាមសមុទ្រដូច្នេះគឺកម្រៃដែលគាត់រកបានក៏អាចថាវាសមល្មមសម្រាប់ការរស់នៅអញ្ចឹងទៅនិយាយទៅមិនមែនថាត្រឹមតែផ្ទះរបស់ឡំកែវនេះមានជីវភាពរៀងធូរធារទេសម្រាប់បងប្អូនអ្នកភូមិដទៃទៀតមើលទៅផ្ទះសម្បែងរបស់ពួកគេក៏ដូចគ្នាផងដែរមើលទៅពួកគេម្នាក់ៗពិតជាមានណាស់គឺមិនសូវជាមានអ្នកក្រសត់ប៉ុន្មានឡើយចំណែកឯឡំហាមរិនហើយនិងឡំក្រាក់ពួកគាត់ក៏បានទៅជម្រាបសួរក៏ដូចជានិយាយរាក់ទាក់ជាមួយនឹងឡំកែវវិញចឹងទៅចំណែកឯឡំកែវវិញគាត់ក៏ជាមនុស្សល្អផងដែរគឺគាត់មិនឆ្មឹងឆ្មៃឡើយគាត់ក៏បាននិយាយរាក់ទាក់ទៅកាន់ពលអមទាំងពីរនាក់ដោយសារតែគាត់នៅពេលនេះក៏បានដឹងហើយថាពលអមទាំងពីរនាក់នេះគឺជាមិត្តភ័ក្តិរបស់ឡំឌឿនហើយនិងឡំកែវអញ្ចឹងទៅចំណែកនៅពេលនេះឡំកែវគាត់ក៏សុំឲ្យពលអមទាំង4នាក់អង្គុយចាំគាត់នៅលើគ្រែចាំគាត់ទៅហៅឡំសែនហើយនិងឡំសំជាមួយនឹងឡំកងផងដែរលុះឡំកែវគាត់ធ្វើដំណើរទៅមិនយូរប៉ុន្មាននោះគាត់ក៏បានត្រឡប់មកវិញដោយថែមទាំងបាននាំបរិសទាំង3នាក់មកថែមទៀតផងគឺបរិសទាំង3នាក់នោះគ្មានអ្នកណាក្រៅពីឡំសែនឡំសំហើយនិងឡំកងនោះឡើយពលអមទាំង3នាក់នោះនៅពេលដែលបានឃើញវត្តមានរបស់ឡំកែវហើយនិងឡំឌឿនគឺពួកគាត់ក៏បានរត់ស្ទុះមកអបពលអមទាំងពីរនាក់ដោយសារតែពួកគាត់មានការនឹករលឹកគ្នាជាខ្លាំងហើយថានេះគឺជានិស្ស័យរបស់ពួកគាត់ក៏ថាបានដែរដោយសារតែមុនពេលដែលបញ្ចប់សង្គ្រាមគឺពួកគាត់ក៏បានស្បត់ស្បែកប៉ុន្តែតាំងតែពីស្បត់ស្បែកក៏ដូចជាចែកផ្លូវគ្នារួចពួកគាត់ក៏លែងបានជួបគ្នាជារៀងរហូតហើយនេះជាសំណាងណាស់ដោយសារតែឡំកែវគាត់បានមកលេងក្រុងព្រះសីហនុហើយក៏បានជួបឡំកែវហើយគាត់ក៏ដឹងថាពលអមទាំង4នាក់នេះគឺរស់នៅក្រុងព្រះសីហនុជាមួយគ្នាទើបគាត់នាំឡំឌឿនដើម្បីឲ្យមកលេងជាមួយគ្នាចំណែកឯនៅផ្ទះរបស់ឡំកែវនៅពេលនេះគឺមានមនុស្សប្រុសរហូតដល់8នាក់ហើយនិងមនុស្សស្រី3នាក់នោះតែកំពុងតែអង្គុយជជែកគ្នាលេងចំណែកពលអមទាំង8នាក់នេះពួកគាត់ក៏មិនភ្លេចទម្លាប់ចាស់របស់ពួកគាត់ឡើយគឺដូចជាពួកគាត់ការធ្វើជាទាហានយ៉ាងចឹងគឺពួកគាត់តែងតែហូបស្រាអង្គុយជជែកគ្នាលេងពីរឿងក្នុងចិត្តអីចឹងទៅចំណែកនៅយប់នេះដោយសារតែពួកគាត់ខានជួបគ្នាយូរពួកគាត់ក៏បានហូបស្រាអស់ជាច្រើនហើយក៏បានអង្គុយជជែកគ្នានិយាយទៅក្នុងមួយយប់នោះពួកគាត់និយាយយ៉ាងណាក៏និយាយមិនអស់ឡើយពីរឿងក្នុងចិត្តដែលធ្លាប់ឆ្លងកាត់ស្លាប់រស់ជាមួយគ្នានិយាយទៅគឺពួកគាត់និយាយមួយយប់ទល់ភ្លឺតែម្ដងនៅក្នុងយប់នោះសម្រាប់បងប្អូនចាស់ក៏ដូចជាលោកអ៊ំចាស់គឺពួកគាត់ច្បាស់ជាយល់អារម្មណ៍មួយនេះហើយនៅពេលដែលពួកគាត់ខានជួបគ្នាយូរគឺពួកគាត់តែងតែចង់និយាយពីរឿងក្នុងចិត្តនិយាយទៅបើសិនជានិយាយអស់ស្មើណាគឺឈប់ស្មើនឹងប៉ុន្តែដូចយើងដឹងស្រាប់មកហើយខានជួបគ្នារហូតដល់10ឆ្នាំដូច្នេះពាក្យដែលចង់និយាយគឺនិយាយយ៉ាងណាក៏និយាយមិនអស់ឡើយលុះដល់ពេលព្រឹកឡើងពួកគាត់ក៏រៀងអត់ងួយរៀងខ្លួនដោយសារតែការពីយប់មិញគ្មានលោកអ៊ំណាម្នាក់បានសម្រានឡើយដោយសារតែនិយាយទៅចេះតែជាប់មាត់រហូតដូច្នេះនៅវេលាពេលព្រឹកនេះគឺអ៊ំស្រីសុភីអ៊ំស្រីបុផាក៏ដូចជាអ៊ំស្រីសុគន្ធគាត់ក៏បានដាំបបរដើម្បីឲ្យពលអ៊ំហត់
ចំណែកឯបបរសរបស់គាត់នេះគឺមានទាំងមឹកក៏ដូចជាត្រីសមុទ្រផ្សេងៗនិយាយទៅរសជាតិបែបនេះគឺពួកគាត់មិនសូវបានហូបនោះទេដោយសារតែពួកគាត់ភាគច្រើនគឺរស់នៅតែតាមតំបន់ភ្នំដូច្នេះម្ហូបនៅតាមសមុទ្រអីគាត់មិនសូវស្គាល់នោះឡើយរស់នៅពេលថ្ងៃល្អំកែវគាត់ក៏បាននាំពលអមទាំង4នាក់ដើម្បីធ្វើដំណើរមើលទេសភាពនៅជុំវិញភូមិស្រុករបស់គាត់ហើយក៏ឆ្លៀតហួសទៅខាងសមុទ្រអីចឹងទៅរីឯល្អំសែនហើយនិងល្អំសំហើយនិងល្អំកងគឺពួកគាត់ដោយសារតែពេលនេះពួកគាត់ឡាយរវល់ទៅលើកមុងរបស់គាត់ដូច្នេះគាត់មិនបាននៅកំដរពលអមឡើយគឺចាំពេលល្ងាចទើបពួកគាត់ត្រឡប់មកវិញចំណែកនៅពេលដែលពួកគាត់ធ្វើដំណើរនៅតាមផ្លូវនោះគឺពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែមើលទៅកាន់ផ្ទះរបស់បងប្អូនអ្នកភូមិដែលនៅភូមិស្រុករបស់ល្អំកែវនេះគឺមើលទៅជីវភាពរបស់ពួកគេសុទ្ធតែមានបានក្នុងអំឡុងពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ភូមិនោះពួកគាត់ក៏បានក្រឡេកទៅមើលឃើញបងប្អូនអ្នកភូមិជាច្រើនដែលកំពុងតែឈរតម្រង់ជួរគ្នានៅផ្ទះរបស់អ្នកណាម្នាក់ចំណែកពេលនោះគាត់ក៏បានសួរទៅកាន់ល្អំកែវវិញថាតើពួកគេកំពុងតែធ្វើអ្វីកែវនៅពេលដែលឮពួកល្អំសួរដូច្នេះល្អំកែវគាត់ក៏ស្រាប់តែដកដង្ហើមធំហើយគាត់ក៏បាននិយាយថាចាំមើលពេលល្ងាចចាំខ្ញុំនិយាយប្រាប់គ្រាន់តែពេលនេះខ្ញុំមិនចង់និយាយឡើយដោយសារតែយើងកំពុងតែនៅកន្លែងគេឥឡូវនេះយើងទៅលេងសមុទ្រតែម្ដងទៅហើយពួកគាត់ក៏បានធ្វើដំណើរទៅមាត់សមុទ្រអញ្ចឹងនៅពេលដែលពួកគាត់ទៅដល់តំបន់មាត់សមុទ្រភ្លាមពលល្អំទាំង3នាក់គឺមានល្អំឌឿនល្អំក្រាក់ហើយនិងល្អំហាមរិនពួកគាត់ក៏បានដោះខោអាវដើម្បីទៅលេងនៅក្នុងទឹកសមុទ្រនោះតែម្ដងចំណែកឯល្អំកាវហើយនិងល្អំកែវនេះគឺគាត់មិនបានទៅលេងក្នុងទឹកជាមួយគ្នាទេដោយសារតែពួកគាត់គឺធ្លាប់លេងទឹកសមុទ្រជាច្រើនដងណាស់មកហើយដូច្នេះពួកគាត់ក៏បានឈួរសម្លឹងមើលទៅកាន់ពលល្អំទាំង3នាក់ដែលកំពុងតែហាលទឹកសមុទ្រលេងចំណែកឯល្អំក្រាក់ហើយនិងល្អំហាមរិនគឺគាត់ក៏ស្រាប់តែយកទឹកសមុទ្រក្បង់ដៃមកផឹកបន្ទាប់មកគាត់ក៏នៅគ្នាសើចដោយគាត់បាននិយាយថាចុំទឹកសមុទ្រនេះពិតជាប្រៃដូចគេថាមែនអញ្ចឹងចាស់ពិតជាមិនកុហកយើងឡើយហើយពួកគាត់ក៏ស្រាប់តែបាយទឹកលេងទៅវិញទៅមកនិយាយទៅប្រៀបដូចជាកូនក្មេងយ៉ាងចឹងរីឯឡំកាវហើយនិងឡំកែវដែលពួកគាត់កំពុងតែមើលពីខាងលើនេះពួកគាត់មើលទៅកាន់ពលអមទាំង3នាក់ហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់ដូច្នេះពេលនោះពួកគាត់ក៏ទ្រាំមិនបានដែរដោយគាត់ក៏បានចុះទៅលេងទឹកជាមួយគ្នាឡំកែវនៅពេលដែលគាត់ចុះទៅលេងទឹកជាមួយនឹងពលអមទាំង3នាក់មើលទៅគាត់ហាក់បីដូចជាចុះសម្រុងជាមួយនឹងឡំក្រាក់ហើយនិងឡំហាមរិនខ្លាំងណាស់អ្វីត្បិតតែពួកគាត់ធ្លាប់តែជួបគ្នាជាលើកទី1មែនប៉ុន្តែមើលទៅការលេងសើចរបស់ពួកគាត់ប្រៀបដូចជាមនុស្សដែលធ្លាប់ស្និទ្ធស្នាលក៏ដូចជាធ្លាប់រស់នៅជាមួយគ្នារាប់ឆ្នាំយ៉ាងចឹងលុះនៅពេលដែលពួកគាត់បានលេងទឹកសមុទ្ររួចពលអមទាំងអស់គ្នាពួកគាត់ក៏ត្រឡប់ទៅផ្ទះរបស់ឡំកែវវិញហើយក្នុងអំឡុងពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់មុខផ្ទះមុននេះដែលពួកគាត់បានឃើញមនុស្សជាច្រើនដែលគេតម្រង់ជួរគ្នានោះគឺនៅពេលល្ងាចស្មើនេះហើយនៅតែមានមនុស្សដែលគេនៅទីនោះនៅឡើយចំណែកនៅពេលនោះល្អំឌឿនគាត់បានឈរសម្លឹងទៅកាន់ផ្ទះមួយនោះដោយរៀងយូរជាងគេចំណែកឯពលអមទាំង4នាក់វិញពួកគាត់បានឃើញលំឌឿនរឿងភ្លឹកបែបនេះពួកគាត់ក៏បានយកដៃទៅទះស្មាគាត់ថាតើសម្លឹងមើលអីមែនពេលនោះលំឌឿនគាត់ក៏ញញឹមហើយពួកគាត់ទាំងអស់គ្នាក៏ធ្វើដំណើរទៅកាន់ផ្ទះរបស់ឡំកែវគឺលំឌឿនគាត់បាននិយាយថាចាំទៅដល់ផ្ទះអាកែវសិនចាំអញនិយាយប្រាប់ឬមិនយូរប៉ុន្មាននោះពួកគាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់ឡំកែវតែម្ដងចំណែកពេលល្ងាចស្មើនេះអ៊ំស្រីបុប្ផាអ៊ំស្រីសុភាហើយនិងអ៊ំស្រីសុគន្ធគឺពួកគាត់ទាំង3នាក់ក៏កំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រានបាយគឺធ្វើម្ហូបជាច្រើនទុកសម្រាប់ពលអមទាំង5នាក់ហូបនេះឯងណាមួយបន្តិចទៀតពលអមទាំង3នាក់ទៀតពួកគាត់នឹងធ្វើដំណើរមកនេះគឺល្អំសែនល្អំសំហើយនិងល្អំកងគាត់ថាមែនមិនទាន់ដល់ម៉ោង6ល្ងាចផងល្អំសែនល្អំសំហើយនិងល្អំកងពួកគាត់ទាំង3នាក់ក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់ល្អំកែវតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងដៃរបស់ពលអមទាំងអស់គ្នា
ក៏មានដូចជាត្រីឬក៏មឹកជាដើមហើយថែមទាំងមានស្រាមកថែមទៀតហើយនៅក្នុងអំឡុងពេលដែលពលអមទាំងអស់គ្នាកំពុងតែអង្គុយជជែកគ្នាក៏ដូចជាផឹកស្រានៅលើគ្រែនោះគឺអមសីសុគន្ធគាត់ក៏បានយកគ្រឿងក្លែមមកឲ្យពលអមទាំងអស់គ្នាប៉ុន្តែមើលទៅលោកអមកែវគាត់ហាក់បីដូចជាចាប់អារម្មណ៍ទៅកាន់លោកអមស្រីសុគន្ធជាខ្លាំងហើយគាត់ក៏បានសួរថាតើម៉ែវាឯងមានរឿងអីមែនមើលទៅទឹកមុខឯងហាក់បីដូចជាមិនសូវជាល្អសោះនៅថ្ងៃនេះចំណែកឯអមស្រីសុគន្ធនៅពេលនោះគាត់មិនបានលាក់ឡើយដោយគាត់ក៏បាននិយាយរឿងហេតុដែលគាត់បានជួបពីថ្ងៃមិញប្រាប់ទៅកាន់លោកអមកែវក៏ដូចជាលោកអមទាំងអស់គ្នាដែលកំពុងតែអង្គុយលើគ្រែនេះដោយគាត់បាននិយាយថាគឺខ្ញុំជាក្តៅចិត្តខ្លាំងណាស់នៅថ្ងៃមិញដោយសារតែខ្ញុំចង់នាំបងស្រីសុភីក៏ដូចជាប្អូនស្រីបុប្ផាដើម្បីធ្វើដំណើរឲ្យស្គាល់ពីភូមិស្រុករបស់យើងហើយក៏ដូចជាចង់ឆ្លៀតទៅលេងទឹកសមុទ្រផងប៉ុន្តែនៅពេលដែលពួកយើងទាំង3នាក់កំពុងតែធ្វើដំណើរនោះពួកយើងក៏បានធ្វើដំណើរឆ្លងកាត់ផ្ទះគ្រូជីនហើយនៅពេលដែលពួកយើងធ្វើដំណើរឆ្លងកាត់នោះគឺកូនសិស្សរបស់គ្រូយិនគឺពួកគេទាំងពីរនាក់នោះក៏ស្រាប់តែធ្វើដំណើរមកស្កាក់មុខរបស់ពួកយើងទាំង3នាក់ហើយនៅពេលនោះគេក៏បាននិយាយលេបខាយទៅកាន់ប្អូនស្រីបុប្ផាក៏ដូចជាបងស្រីសុភីដោយសារតែពួកគាត់មានរូបសម្រស់ស្អាតដូច្នេះមើលទៅគេហាក់បីដូចជាចាប់អារម្មណ៍ខ្លាំងណាស់ហើយពួកគេក៏ចាប់ផ្ដើមនិយាយលេបខាយទៅកាន់ប្អូនស្រីបុប្ផានិងបងស្រីសុភីនេះទាំងដែលគេមិនដឹងឡើយថាពួកប្អូនស្រីបុប្ផាហើយនិងបងស្រីសុភីនេះគឺមានប្តីរួចអស់ហើយនៅពេលនោះខ្ញុំក៏បានប្រាប់គេដែរខ្ញុំថាគឺគេមានប្តីមានអីអស់ហើយកុំបាច់មកញ៉ៃញងអីប៉ុន្តែមើលទៅបរិសុទ្ធទាំងពីរនាក់នោះគេហាក់បីដូចជានៅតែមិនស្ដាប់សម្ដីរបស់អ៊ំស្រីសុគន្ធឡើយគឺគេនៅតែនិយាយលេបខាយដដែលដោយទ្រាំមិនបានពេកគឺអ៊ំស្រីបុប្ផាដែលគាត់គឺជាមនុស្សដែលមានសម្ដីផងដែរដោយគាត់ក៏បាននិយាយយ៉ាងធ្ងន់ធ្ងរទៅកាន់ពួកគេទាំងពីរនាក់ដោយគាត់បាននិយាយថាគឺខ្ញុំមានប្តីមានអីអស់ហើយកុំមកចង់ញ៉ៃញងពួកខ្ញុំអីគឺធ្វើចរិតបែបនេះមិនសូវជាល្អទេណាព្រោះណាមួយគឺនៅកណ្ដាលភូមិផងហើយបើក្រឡេកទៅមើលបងប្អូនអ្នកភូមិដែលពួកគេកំពុងតែនៅផ្ទះគ្រូនោះគឺពួកគេក៏បានសម្លឹងមើលមកកាន់អ៊ំស្រីទាំងពីរនាក់ក៏ដូចជាបរិសុទ្ធទាំងពីរនាក់នោះដែលកំពុងតែញ៉ៃញងពួកគាត់ដោយអំឡុងពេលនោះអ៊ំស្រីសុភីហើយនិងអ៊ំស្រីបុប្ផាគាត់រៀងធួញពេកគាត់ក៏បានច្រានបរិសុទ្ធទាំងពីរនាក់នោះឲ្យដួលហើយពួកគាត់ក៏បានបន្តដំណើរទៅមុខទៀតប៉ុន្តែនៅពេលដែលពួកគាត់ដើរនោះគឺបរិសុទ្ធទាំងពីរនាក់នោះគឺមានបរិសុទ្ធម្នាក់គេក៏បានចាប់ដៃអ៊ំស្រីសុភីហើយបរិសុទ្ធម្នាក់ទៀតគេក៏បានចាប់ដៃអ៊ំស្រីបុប្ផាចំណែកឯអ៊ំស្រីទាំងពីរនាក់ពួកគាត់ក៏បានក្រលើសឡាយចេញហើយពួកគាត់ទាំងពីរនាក់ក៏បានជេរទៅកាន់បរិសុទ្ធទាំងពីរនាក់នោះថាឈួតនៅពេលដែលបរិសុទ្ធទាំងពីរនាក់នោះគេត្រូវបានអ៊ំស្រីទាំងពីរនាក់ជេរប្រមាថទៅកាន់គេបែបនេះមើលទៅទឹកមុខរបស់គេនៅពេលនេះក៏ហាក់បីដូចជាឈប់ចង់លេងសើចហើយដោយគេក៏ចាប់ផ្ដើមប្រែទឹកមុខមើលទៅគេហាក់បីដូចជាចង់គំនុំជាមួយនឹងអ៊ំស្រីទាំងពីរនាក់យ៉ាងចឹងចំណែកឯអ៊ំស្រីសុភីក៏ដូចជាអ៊ំស្រីបុប្ផានៅពេលនេះពួកគាត់លែងមានអារម្មណ៍ទៅមើលទឹកសមុទ្រទៀតហើយដោយពួកគាត់ក៏បានដើរត្រឡប់ទៅវិញគឺត្រឡប់ទៅផ្ទះអ៊ំស្រីសុគន្ធវិញលោកអ៊ំកែវនៅពេលដែលឮប្រពន្ធរបស់គាត់និយាយបែបនេះគឺគាត់ក៏បានយកដៃទះក្តារដោយគាត់បាននិយាយថាចុំមានរឿងបែបនេះផងមិនដេចក៏ពួកវីហ៊ានធ្វើរឿងបែបនេះទាំងកណ្ដាលថ្ងៃត្រង់បែបនេះហើយប៉ះចំអ្នកណាមិនចំទៅប៉ះចំមិត្តភ័ក្តិរបស់គាត់ទៀតដូច្នេះលោកអ៊ំកែវពេលនោះគាត់រៀងក្តៅស្លឹកត្រចៀកខ្លាំងណាស់ហើយគាត់ក៏បានស្ទុះរត់ទៅយកកាំបិតផ្គាក់របស់គាត់ហើយគាត់បំរុងតែដើរចេញពីផ្ទះរបស់គាត់ហើយនៅពេលនោះលោកអ៊ំកងហើយនិងលោកអ៊ំសែនអ៊ំសំពួកគាត់ទាំង3នាក់ក៏បានចាប់លោកអ៊ំកែវជាប់និយាយទៅលោកអ៊ំកែវនេះគាត់មិនសូវជានិយាយស្ដីឡើយប៉ុន្តែបើនិយាយពីចិត្តរបស់គាត់វិញគឺគាត់ជាមនុស្សចិត្តឆៅខ្លាំងណាស់ចំណែកនៅពេលនេះលោកអ៊ំឌឿនហើយនិងលោកអ៊ំកៅពួកគាត់ទាំងពីរនាក់មើលទៅទឹកមុខរបស់គាត់គឺឡើងក្រហមដូចគ្នាដោយសារតែពួកគាត់គឺពិតជាស្រឡាញ់ប្រពន្ធរបស់គាត់រៀងៗខ្លួនណាមួយនៅពេលដែលឮគេមកញ៉ែញង
ប្រពន្ធគាត់បែបនេះគឺគាត់ហាក់បីដូចជាមានគំនុំខ្លាំងណាស់នៅពេលនេះចំណែកឯលោកអ៊ំ Hamrin វិញទោះបីជានេះមិនមែនជារឿងរបស់គាត់ក៏ដោយប៉ុន្តែនេះគឺជារឿងមិត្តភ័ក្តិរបស់គាត់ហើយគាត់បាននិយាយថាអញថាមែនអញគ្រាន់តែមើលកាលពីថ្ងៃមិញក៏ដឹងផ្ទះថាគ្រូយិននោះមិនស្រួលឡើយដូច្នេះហើយទើបបានជាកូនសិស្សរបស់គេហ៊ានបែបនេះនិយាយទៅពលអ៊ំទាំងអស់គ្នាដែលកំពុងតែអង្គុយផឹកនេះគឺពួកគាត់សឹងតែលើកគ្នាទៅផ្ទះរបស់គ្រូយិននោះទាំងយប់តែម្ដងប៉ុន្តែនៅពេលនោះក៏ត្រូវបានលោកអ៊ំកងគាត់ខាត់ហើយគាត់បាននិយាយប្រាប់ថាចប់សិនគ្នាយើងបើសិនជាយើងទៅផ្ទះគេទាំងយប់បែបនេះវាមិនល្អនោះឡើយនេះគឺជាសម័យអីហើយបើសិនជាយើងមានបញ្ហាច្បាស់ណាស់គឺខាងមេភូមិក៏ដូចជាសមត្ថកិច្ចគេនឹងចាប់ខ្លួនយើងទៅដាក់គុកជាមិនខានដូច្នេះយើងត្រូវតែរកដំណោះស្រាយផ្សេងព្រោះថាបើយើងទៅទាំងកំដរបែបនេះវាមិនជាល្អសម្រាប់ពួកយើងឡើយប៉ុន្តែយើងមានដំណោះស្រាយមួយទៀតគឺនៅពេលនោះពលអ៊ំទាំងអស់គ្នាកំពុងតែអង្គុយស្ដាប់លោកអ៊ំកងនិយាយដោយគាត់បាននិយាយថាគឺយើងលេងផ្លូវសឹកអាគមវិញទៅល្អជាងមែនទេគឺមនុស្សលោកអ៊ំកងនេះគាត់មិនចេះនៅសឹកអាគមឡើយប៉ុន្តែគាត់ស្គាល់លោកអ៊ំឌឿនហើយនិងលោកអ៊ំកាវយូរណាស់មកហើយគឺគាត់បានដឹងថាពលអ៊ំទាំងពីរនាក់សុទ្ធតែជាគ្រូអាគមខ្លាំងព្រោះថាកាលសម័យសង្គ្រាមគឺបានលោកអ៊ំកាវក៏ដូចជាលោកអ៊ំឌឿននេះហើយដែលតែងតែជួយការពារពលអ៊ំទាំងអស់គ្នានេះនៅពេលនេះលោកអ៊ំឌឿនលោកអ៊ំកាវពួកគាត់ក៏យល់ព្រមហើយគាត់ក៏បានងក់ក្បាលដោយសារតែបើសិនជាយើងទៅរកផ្ទះគេទាំងថ្ងៃឬក៏ទាំងយប់បែបនេះអាចនឹងប៉ះពាល់ឬក៏គេប្តឹងទៅដល់មេភូមិក៏ដូចជាសមត្ថកិច្ចអញ្ចឹងពលអ៊ំមានតែប្រើនៅសឹកអាគមហើយពួកគាត់នឹងប្រើសឹកអាគមនៅក្នុងយប់នេះតែម្ដងដោយសារតែលោកអ៊ំឌឿននេះបើសិនជារឿងផ្សេងគាត់អាចបញ្ជាពេលបានប៉ុន្តែបើសិនជារឿងគេប្រមាថទៅដល់ប្រពន្ធរបស់គាត់បែបនេះគឺគាត់មិនទុកនោះឡើយចំណែកឯលោកកាវក៏ដូចគ្នាដែរគឺគេធ្វើអីធ្វើទៅតែកុំមកប៉ះក៏ដូចជាប្រមាថទៅដល់ប្រពន្ធគាត់បែបនេះគឺគាត់មិនទុកយូរដូចគ្នាប៉ុន្តែមុនពេលដែលគាត់លេងសឹកអាគមទៅកាន់ផ្ទះរបស់គ្រូយិននោះគឺគាត់ក៏បានស៊ើបសួរទៅកាន់លោកអ៊ំសែននំសំដូចគ្នាដោយសារតែផ្ទះរបស់លោកអ៊ំសែននំសំគឺផ្ទះរបស់ពួកគាត់ទាំងពីរនាក់រៀងឃ្លាតឆ្ងាយពីផ្ទះរបស់គ្រូយិននោះប្រហែលជា2ទៅ3ផ្ទះប៉ុណ្ណោះដូច្នេះអាចនឹងពួកគាត់ដឹងរឿងខ្លះៗពីផ្ទះរបស់គ្រូយិននេះនៅពេលនោះលោកអ៊ំសែនគាត់ក៏បាននិយាយប្រាប់ទៅកាន់ពលអ៊ំទាំងអស់គ្នាថាគឺគាត់ក៏បានដឹងខ្លះៗដែរអ្វីត្បិតតែគាត់មិនបានដឹងទាំងស្រុងប៉ុន្តែក៏មានបងប្អូនអ្នកភូមិខ្លះគេនិយាយពីរឿងរបស់គ្រូយិននោះប្រាប់គាត់គឺគ្រូយិននោះកាលពីមុនគេក៏ជាបងប្អូននេសាទដូចជាគាត់ដែរទេប៉ុន្តែគឺបាត់គេរហូតដល់2ឆ្នាំហើយនៅពេលដែលគេត្រឡប់មកវិញគឺគេក៏ស្រាប់តែខ្លាយទៅជាគ្រូអាគមតែម្ដងមិនដឹងថាគេរៀនមន្តអាគមនៅទីណានោះទេហើយបងប្អូនអ្នកភូមិគេក៏មានជំនឿទៅកាន់គ្រូយិននេះជាខ្លាំងដោយសារតែពេលដែលបងប្អូនអ្នកភូមិគេត្រូវអំពើពីខាងគ្រូផ្សេងគឺគេតែងតែឲ្យគ្រូយិននេះដោះអំពើឲ្យអីចឹងទៅហើយនៅពេលដែលគ្រូយិននេះគេដោះឲ្យក៏ចេះតែសំប្រកបក៏ដូចជាពីជំងឺនឹងតែម្ដងហើយក៏ដូចជាមានបងប្អូនខ្លះក៏គេទៅពឹងពាក់ឲ្យគ្រូយិននេះធ្វើស្នេហ៍រស់ស៊ីអីចឹងទៅហើយក៏មានបងប្អូនមួយចំនួនទៀតដែលគេមកជាវខ្សែកថាឬក៏ធ្វើពិធីផ្សេងដែលទាក់ទងទៅនឹងរឿងអាគមនិយាយទៅគ្រូយិននេះគេចេះច្រើនណាស់គឺគេចេះទាំងដោះអំពើក៏ដូចជាដាក់អំពើអីជាដើមហើយនៅពេលនេះក៏គេមានកូនសិស្សរហូតដល់2នាក់ថែមទៀតផងតាមមើលកូនសិស្សរបស់គេ2នាក់នោះគឺជាមនុស្សដែលបាននិយាយលេបខាយទៅកាន់អ៊ំស្រីសុភាក៏ដូចជាអ៊ំស្រីបុប្ផានេះឯងតាមមើលហើយពួកគេទាំង2នាក់នោះក៏ចេះអាគមដែរគឺគេបានមកនៅជាមួយនឹងគ្រូយិននេះរយៈពេល1ឆ្នាំហើយមានពេលខ្លះគ្រូយិននោះក៏ឲ្យពួកគេទាំង2នាក់គឺមកជំនួសកន្លែងអីចឹងទៅគឺនៅពេលដែលគ្រូយិននោះគេរវល់គឺឲ្យបរិះទាំង2នាក់នេះ
គឺគេស្រោចទឹកឬក៏ដោះអំពើអីបានខ្លះៗដែរតាមមើលប្រហែលជាបរិសុទ្ធទាំងពីរអ្នកនោះគេចេះនឹងមន្តអាគមខ្លះៗហើយនៅពេលនេះអូខ្ញុំភ្លេចនិយាយប្រាប់គឺគ្រូយីនេះគេក៏មានម៉ែគ្រូម្នាក់ដែលតែងតែជួយគេនៅពេលដែលគេប៉ះសឹកអាគមជាមួយនឹងគ្រូផ្សេងៗហើយម៉ែគ្រូនេះទៀតសោតគឺគេរស់នៅលើកោះមួយនៅក្បែរសមុទ្រនេះតែម្ដងហើយភាគច្រើនបងប្អូនយើងមុនពេលដែលគេទៅនេសាទគឺគេតែងតែចូលទៅសួរផ្ទះរបស់ម៉ែគ្រូម្នាក់នោះដោយគេសួរថាតើមានផ្គោមានភ្លៀងរន្ទះអីចឹងទៅព្រោះថានៅតាមសមុទ្រនេះមិនបានទេបើសិនជាយើងធ្វើដំណើរទៅនេសាទឆ្ងាយៗដោយមិនដឹងពីផ្គោរន្ទះឬក៏មេឃភ្លៀងអីអាចនឹងមានគ្រោះថ្នាក់ហើយតាមដែលខ្ញុំបានលើកមករឿងដែលអស្ចារ្យនោះគឺនៅពេលដែលបងប្អូនអ្នកភូមិនេសាទគេបានទៅសួរម៉ែគ្រូម្នាក់នោះគឺគេតែងតែនិយាយប្រាប់ត្រង់រហូតដោយថ្ងៃខ្លះគេប្រាប់ថានៅថ្ងៃនេះទៅនេសាទមិនបានទេនឹងមានព្យុះមានភ្លៀងអីចឹងទៅហើយបងប្អូននេសាទខ្លះគឺគេស្ដាប់ចំណែកបងប្អូននេសាទខ្លះគេមិនជឿឡើយប៉ុន្តែពួកគេក៏បានធ្វើដំណើរទៅកាន់សមុទ្រពិតមែនហើយនៅថ្ងៃនោះក៏ស្រាប់តែមានផ្គររន្ទះក៏ដូចជាព្យុះភ្លៀងផងធ្វើឲ្យបរិសុទ្ធទាំងអស់នោះគឺពួកគេមិនបានត្រឡប់មកវិញឡើយគឺពួកគេសុទ្ធតែស្លាប់នៅក្នុងសមុទ្រហើយសាកសពរបស់គេក៏បានអណ្ដែតទៅមកលើច្រាំងដូច្នេះហើយបានជាបងប្អូនអ្នកនេសាទគឺគេតែងតែមានជំនឿទៅកាន់ម៉ែគ្រូម្នាក់នោះខ្លាំងណាស់ហើយពួកគេមុនពេលដែលគេទៅនេសាទគេតែងតែសួរម៉ែគ្រូនោះថាតើថ្ងៃស្អែកចេញទូកបានឬទេម៉ែគ្រូហើយពេលខ្លះគេក៏បាននិយាយថាគឺអាចចេញទៅបានតែបើសិនជាគេថាមិនបានទេដាច់ខាតយើងកុំទៅនេសាទនៅក្នុងសមុទ្រឆ្ងាយៗឲ្យសោះព្រោះថាជាច្រើនលើកច្រើនសារហើយគឺពិតជាដូចពាក្យសម្ដីរបស់ម៉ែគ្រូនេះបាននិយាយពិតមែនគឺឲ្យតែគេថាទៅមិនបានគឺមិនបានហើយតែបើសិនជាគេថាទៅបាននោះបងប្អូនអ្នកនេសាទដែលគេទៅនេសាទឆ្ងាយៗពួកគេអាចត្រឡប់មកវិញដោយសុខសុវត្ថិភាពហើយមិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចនេសាទបានត្រីជាច្រើនថែមទៀតផងដូច្នេះហើយគឺរហូតដល់សពថ្ងៃនេះក៏មានអ្នកភូមិច្រើនណាស់ដែលគេមានជំនឿទៅកាន់ម៉ែគ្រូនេះនៅពេលដែលស្ដាប់សម្ដីរបស់លោកអ៊ំសែនលោកអ៊ំសំរួចគឺលោកអ៊ំក្រាកគាត់ក៏បាននិយាយថាបើនិយាយអញ្ចឹងមានន័យថាគេមិនត្រឹមតែមានម្នាក់ឯងទេគឺគេថែមទាំងមានម៉ែគ្រូដែលជាគ្រូអាគមខ្លាំងថែមទៀតផងដូច្នេះមុននឹងយើងធ្វើអ្វីយើងមិនគួរធ្វេសប្រហែសឡើយចំណែកឯលំឌឿនក៏ធ្លាប់តែជាមនុស្សដែលចិត្តត្រជាក់ប៉ុន្តែពេលនេះគាត់លែងចិត្តត្រជាក់ទៀតហើយដោយគាត់ក៏បាននិយាយថាអញមិនខ្វល់ថាវាមានម៉ែគ្រូឬក៏មិនមានម៉ែគ្រូអីទេហើយអញក៏មិនចង់ទៅប៉ះពាល់ជាមួយនឹងគ្រូយិននោះឡើយនិយាយទៅអញគ្រាន់តែចង់ប្រដៅទៅកាន់ណាពីរអ្នកនោះដែលវាមិនគួរណាហ៊ានប្រមាថមកកាន់ប្រពន្ធអញក៏ដូចជាប្រមាថប្រពន្ធបងកាវឡើយហើយបើសិនជាបណ្ដោយបែបនេះពួកវាអាចនឹងប្រហើនគឺពួកវាអាចនឹងទៅលេបខាយបងប្អូនអ្នកភូមិផ្សេងដូច្នេះអាមនុស្សប្រភេទនេះអញមិនចង់ទុកវាយូរឡើយនិយាយទៅបើសិនជាអញបះអាគមជាមួយវានៅយប់នេះបើអញសម្លាប់បានអញនឹងសម្លាប់វាតែម្ដងនិយាយទៅគឺគាត់និយាយម៉ាត់បែបនេះចំណែកឯឡំក្រាកហើយនិងឡំហាំរិនធ្លាប់តែដឹងថាឡំឌឿននេះគាត់ចិត្តត្រជាក់ក៏ដូចជាមិនសូវឆេវឆាវប៉ុន្តែពេលនេះគឺមើលទៅឡំឌឿនគាត់លេងចិត្តត្រជាក់ទៀតហើយដោយមុខគាត់ឡើងក្រហមចំណែកឯឡំកាវនៅពេលនេះគាត់បានចុះពីលើគ្រែគាត់ហើយគាត់ក៏បានធ្វើដំណើរទៅក្នុងឡានរបស់គាត់ហើយនៅពេលដែលមួយស្ទុះក្រោយមកឡំកាវគាត់បានកាន់នៅថង់យាមអ្វីម្យ៉ាងដែលបានយកចេញពីឡានរបស់គាត់នៅពេលនោះគាត់ក៏បានយកថង់យាមនោះដាក់នៅលើគ្រែហើយគាត់ក៏បានបើកថង់យាមនោះឲ្យពួកអ៊ំទាំងអស់គ្នាបានឃើញបងប្អូនចង់ដឹងទេថានៅក្នុងថង់យាមរបស់លោកអ៊ំកាវគឺមានរបស់ឲ្យខ្លះនិយាយទៅសុទ្ធតែជារបស់គ្រូអាគមតែម្ដងគឺមានដូចជាចែកាច់
ខ្នាយតាន់ចាយជ្រូកព្រៃចង្គមខ្លាក៏ដូចជារបស់របរផ្សេងៗទៀតជាពិសេសនោះគឺគូបាស្នាទេសអីជាដើមនិយាយទៅសុទ្ធតែជារបស់គ្រូអាគមដែលគេលេងអាគមជាមួយគ្នាហើយគាត់ថាអញខានប្រើរបស់នេះជាយូរណាស់មកហើយភាគច្រើនអញគ្រាន់តែរកស៊ីធម្មតានោះទេគឺមិនសូវបានសាកអាគមឡើយប៉ុន្តែលើកនេះអញចង់ត្រឡប់មកវិញដោយសារតែមើលទៅទ្រាំមិនបានទេចំណែកឯលំឌឿនវិញគាត់ក៏បានឡើងទៅលើផ្ទះរបស់លោកអ៊ំកែវដោយសារតែរបស់របរគាត់គឺបានទុកដាក់នៅលើផ្ទះរបស់លោកអ៊ំកែវនេះបន្ទាប់មកគាត់ក៏បានដើរកាន់ថងយាមចូលពីលើផ្ទះរបស់លោកអ៊ំកែវហើយគាត់ក៏បានបង្ហាញពីក្នុងថងយាមរបស់គាត់ដូចគ្នានិយាយទៅគឺមិនខុសគ្នាប៉ុន្មានទេគឺសុទ្ធតែជារបស់លេងអាគមដូចគ្នាចំណែកឯពលអមទាំង6នាក់នៅពេលនេះគឺមានលំសែនលំសំលំកងលំកែវក៏ដូចជាលំហែមរិនហើយនិងលំក្រាក់គឺពលអមទាំងពីរនាក់មិនអោយពួកគាត់លូកដៃឡើយដោយសឹកអាគមនៅយុគនេះគឺគាត់លេងតែ2នាក់លំកែវតែប៉ុណ្ណោះចំណែកឯពលអមទាំង6នាក់ទៀតគឺអោយពួកគាត់អង្គុយមើលតែប៉ុណ្ណោះហើយនៅពេលនោះលោកអ៊ំឌឿនគាត់ក៏បានចុះពីលើគ្រែដើម្បីពាត់សមាជុំវិញនោះព្រោះថាគាត់ខ្លាចប៉ះពាល់ទៅដល់មិត្តភ័ក្តិរបស់គាត់ដូច្នេះនៅពេលនោះលោកអ៊ំឌឿនគាត់ក៏បានដើរប្រតិសិននៅជុំវិញគ្រែដែលពួកគាត់កំពុងតែអង្គុយនេះហើយនៅពេលដែលគាត់ដើរប្រតិសិនក៏ដូចជាសូត្រនៅមុនបាលីបានចំនួន3ជុំក្រោយមកគាត់ក៏បានឡើងមកកាន់លើគ្រែនេះវិញហើយគាត់ក៏បាននិយាយថាគឺអញបានចងសមារួចអស់ហើយដូច្នេះទោះបីជាវាប្រើនៅសត្វអាគមអ្វីមកក៏មិនអាចធ្វើអ្វីមកកាន់ពួកយើងបានឡើយដូច្នេះហើយពួកឯងទាំងអស់គ្នាមិនបាច់ភ័យទេប៉ុន្តែកុំចេញពីសមានេះសោះបើសិនជាចេញទៅអាចនឹងមានគ្រោះថ្នាក់ចំណែកអ៊ំសែនអ៊ំសំអ៊ំកែវអ៊ំកងធ្វើទៅបិទតែគាត់មិនចេះនៅមុនវិជាក៏ពិតមែនប៉ុន្តែគាត់ក៏ដឹងរឿងរ៉ាវនេះខ្លះៗដូចគ្នាហើយពួកគាត់មិនបានចេញទៅណាឡើយគឺពួកលោកអ៊ំទាំង8នាក់នៅពេលនេះពួកគាត់ក៏កំពុងតែអង្គុយហូបស្រាជាមួយគ្នានៅពេលនោះលោកអ៊ំកែវគាត់បំរុងនឹងប្រាសត្វអាគមរបស់គាត់ដើម្បីទៅសាកអាគមជាមួយនឹងគ្រូនោះហើយប៉ុន្តែនៅពេលនោះពួកគាត់ទាំងអស់គ្នាក៏ស្រាប់តែឮសំឡេងស្រែកពីក្នុងផ្ទះរបស់លោកអ៊ំកែវគឺស្រែកចេញពីចង្ក្រានបាយរបស់លោកអ៊ំកែវនៅពេលនោះពលលោកអ៊ំទាំងអស់គ្នាពួកគាត់ក៏បានរត់ទៅកាន់កន្លែងដែលបានឮសំឡេងស្រែកនោះនៅពេលដែលពួកគាត់ទៅដល់គឺលោកអ៊ំឌឿនគាត់ក៏បានសួរអ៊ំស្រីបុប្ផាថាតើកើតអីមិនដេចបានជាស្រែកឮម្លេះនៅពេលនោះគឺអ៊ំស្រីបុប្ផាគាត់មិនបានបើកភ្នែកឡើយដោយគាត់បានយកដៃរបស់គាត់បានបិទភ្នែកចំណែកឯដៃម្ខាងទៀតគឺអ៊ំស្រីបុប្ផាហើយនិងអ៊ំស្រីសុភាពួកគាត់បានចង្អុលទៅខាងទៀងងងឹតដែលនៅក្បែរចង្ក្រានបាយនោះនៅពេលនោះពលអ៊ំទាំងអស់គ្នាពួកគាត់ក្រឡេកទៅក៏មិនឃើញអ្វីឡើយប៉ុន្តែអ៊ំស្រីបុប្ផាហើយនិងអ៊ំស្រីសុភាគាត់បាននិយាយថាគឺគាត់អំបញ្ញមិញនេះគាត់បានឃើញខ្មោចគាត់ថាគឺខ្មោចរបស់បរិសម្នាក់ដែលមើលទៅមុខរបស់គេសុទ្ធតែឈាមគឺគេបានឈោបង្ហាញខ្លួនឲ្យពួកគាត់ឃើញប៉ុន្តែនៅពេលនេះមិនដឹងថាគេបាត់ទៅណានោះឡើយចំណែកឯលោកអ៊ំកាវហើយនិងលោកអ៊ំឌឿនពួកគាត់ទាំងពីរនាក់ក៏បានមើលមុខគ្នាគាត់ថាតាមមើលប្រហែលជាកូនសិស្សរបស់គ្រូអាគមយាននោះហើយដែលគេបានប្រើខ្មោចនេះឲ្យមកដោយសារតែកាលពីថ្ងៃមិញគឺអ៊ំស្រីសុភាហើយនិងអ៊ំស្រីបុប្ផាគាត់បានជេរគេថាឈួតដូច្នេះតាមមើលប្រហែលជាពួកគេខឹងហើយនៅពេលនោះលោកអ៊ំឌឿនហើយនិងលោកអ៊ំកាវគាត់មិននិយាយស្ដីអ្វីឡើយដោយគាត់ក៏បានឲ្យប្រពន្ធរបស់គាត់ទាំងពីរនាក់ឲ្យឡើងទៅលើផ្ទះហើយពួកគាត់ក៏បានដើរទៅកាន់គ្រែរបស់ពួកគាត់វិញចំណែកឯពលអ៊ំទាំង6នាក់ទៀតគឺគាត់មិនបាននិយាយអ្វីដូចគ្នាដោយគាត់ដឹងថាអារម្មណ៍ពលអ៊ំទាំងពីរនាក់នៅពេលនេះគឺមិនស្រួលនោះទេតាមមើលប្រហែលជាពួកគាត់ខឹងខ្លាំងណាស់គាត់ថាមែននៅពេលដែលទៅដល់គ្រែភ្លាមពលអ៊ំទាំងពីរនាក់ពួកគាត់ក៏បានយកសត្វអាគមរបស់ពួកគាត់រៀងខ្លួនគឺឡំកាវគាត់បានដកយកចង្កូមខ្លាចំណែកឯឡំឌឿនគាត់ក៏បានដកយកចង្កូមខ្លាដូចគ្នាបណ្ដំបូងគាត់ថាគ្រាន់តែប្រើសត្វគោក៏ដូចជាសត្វក្របីហើយទៅសាកអាគមជាមួយគេនោះទេប៉ុន្តែនៅពេលនេះគឺពួកគាត់បដូរចិត្តហើយ
ដោយសារតែគេគឺបានលេងមកមុនដូច្នេះគាត់មិនបន្ធូរដៃឡើយដោយពួកគាត់ទាំងពីរនាក់ក៏បានយកចង្កូមខ្លារួចពួកគាត់ក៏បានសូត្រមន្តគាថាហើយគាត់ក៏បានបោះចង្កូមខ្លានោះទៅលើដីនៅពេលនោះសត្វខ្លាដំបងពីរក្បាលក៏បានលេចរួចឡើងមកចំណែកឯពួកអមទាំង4នាក់នេះគឺពួកគាត់ក៏បានសម្លឹងមើលទៅកាន់សត្វខ្លាដ៏ធំទាំងពីរក្បាលនោះដោយសារតែពួកគាត់កម្របានឃើញគេលេងសកម្មកម្មបែបនេះណាគឺគាត់បានឃើញតាំងពីយូរណាស់មកហើយតាំងតែពីសម័យដែលពួកគាត់ធ្វើសង្គ្រាមជាមួយគ្នាមកម្ល៉េះលុះនៅពេលដែលសត្វខ្លារបស់ពលអមទាំងពីរទៅបានមួយសន្ទុះធំក្រោយមកគឺពួកវាក៏ចាប់ដើមត្រឡប់មកវិញហើយបើមើលទៅក្រចកដៃក៏ដូចជាមើលទៅធ្មេញរបស់វាគឺប្រឡាក់ពោពេញទៅដោយឈាមហើយពលអមទាំងពីរនាក់គឺមើលទៅទាំងមុខរបស់គាត់ក៏ចាប់ដើមមានស្នាមញញឹមឡើងវិញដោយសារតែពួកគាត់អាចយកឈ្នះជាមួយនឹងកូនសិស្សគ្រូអាគមយាននោះបានដូច្នេះគឺនៅពេលនេះគាត់ទាំងពីរនាក់ស្ងប់ចិត្តហើយដោយសារតែពួកគាត់អាចរកយុត្តិធម៌ជូនប្រពន្ធគាត់ទាំងពីរនាក់បានហើយបើតាមពាក្យសម្ដីដែលពួកគាត់និយាយគឺគាត់បាននិយាយថាតាមមើលប្រហែលជាកូនសិស្សគ្រូអាគមយាននោះបើពួកគេទាំងពីរនាក់មិនស្លាប់ក៏របួសធ្ងន់ដែរព្រោះមើលទៅសភាពសត្វខ្លារបស់គាត់គឺប្រឡាក់ពោពេញទៅដោយឈាមនៅពេលនោះលំដឿនហើយនឹងលំកាវគាត់បំរុងតែយកសន្និគមរបស់គាត់គឺដាក់ចូលទៅកាន់ថង់យាមរបស់គាត់វិញហើយប៉ុន្តែនៅពេលនោះពួកគាត់ក៏ស្រាប់តែឮសំឡេងបរិសម្នាក់ដែលតាមស្ដាប់សំឡេងនោះគឺគេមានអាយុប្រហែលជា60ឆ្នាំជាងហើយតាមមើលសំឡេងរបស់បរិសម្នាក់នោះគ្មានអ្នកណាក្រៅពីគ្រូអាគមយាននោះឡើយដោយគេបាននិយាយតាមញៀនមកថាម្ដេចពួកឯងធ្វើបាបកូនសិស្សរបស់យើងបែបនេះបើសិនជាខ្លាំងកុំសាកអាគមជាមួយក្មេងអីគឺសាកអាគមជាមួយយើងមកយើងមិនចូលចិត្តទេមនុស្សចាស់ធ្វើបាបក្មេងនៅពេលនេះពលអមទាំងពីរនាក់ពួកគាត់ក៏បាននិយាយតាមញៀនទៅកាន់បរិសនោះដូចគ្នាគឺគាត់បាននិយាយថាគឺគាត់គ្រាន់តែប្រដៅពួកគេទាំងពីរនាក់តែប៉ុណ្ណោះដោយសារតែកាលពីថ្ងៃមិញពួកគេទាំងពីរនាក់គឺបាននិយាយលេបខាយក៏ដូចជាប្រើពាក្យមិនសមរមួយចំនួនទៅកាន់ប្រពន្ធរបស់ពួកគាត់ចំណែកឯលំសែនលំសំក៏ដូចជាលំការរំកងវិញគឺពួកគាត់ខំសម្លឹងរកមើលម្ចាស់សម្លេងប៉ុន្តែពួកគាត់មិនដឹងឡើយថាគេគឺនិយាយតាមញៀនដូច្នេះនៅពេលនោះគឺលំដឿនហើយនឹងលបកាវគាត់ក៏បាននិយាយតបតជាមួយគេជាបន្តបន្ទាប់ប៉ុន្តែតាមមើលគេមិនឈប់តែត្រឹមនេះនោះទេដោយគេក៏បាននិយាយថាបើអញ្ចឹងចាំឯងទទួលរបស់យើងវិញទៅព្រោះថាឯងបានធ្វើបាបកូនសិស្សរបស់យើងមិនដឹងថាពួកគេទាំងពីរនាក់បានធ្វើអ្វីនោះឡើយប៉ុន្តែពួកគេគឺជាសិស្សសំណប់ចិត្តរបស់យើងដូច្នេះពួកឯងត្រៀមតែទទួលទៅនៅយប់នេះចំណែកឯពលអមទាំងពីរនាក់វិញគាត់ក៏មិនញញើតជាមួយគេឡើយដំបូងគាត់មិនចង់ប៉ះពាល់ដល់គ្រូយាននេះទេប៉ុន្តែនេះគឺគេចង់លេងអាគមជាមួយគាត់មុនហើយដូចបងប្អូនដឹងមកហើយគ្រូអាគមនីមួយគេមិនចង់ឲ្យអ្នកណានៅលើគេទេនិយាយទៅមួយតំបន់គេចង់ឲ្យតែគេខ្លាំងជាងគេតែម្ដងហើយសឹកអាគមមុនដំបូងនេះគឺគេបញ្ជូនសត្វដំរីមកតែម្ដងគាត់ថាដំរីពណ៌ខ្មៅដែលមានមាឌដ៏ធំមួយក៏បានដើរមកគឺដើរឡើងរង្គើដីនៅទីនោះហើយចំណែកឯពលអមផ្សេងដែលគាត់កំពុងតែអង្គុយលើគ្រែនោះគឺពួកគាត់ម្នាក់នៅពេលនេះគឺសុទ្ធតែភ័យបាសសក់ទាំងអស់ដោយសារតែពួកគាត់ក៏មិនដឹងថាលំដឿនអាចទប់ទល់ជាមួយនឹងដំរីខ្មៅដ៏ធំនេះបានឡើយហើយសកម្មកម្មនៅលើកនេះគឺលំដឿនគាត់ជាអ្នករ៉ាប់រងតែម្នាក់ឯងដោយគាត់មិនចង់មានប្រៀបទៅលើគេឡើយដោយលំដឿនពេលនោះគាត់ក៏បានដកយកភ្លុកដំរីចេញពីថង់យាមរបស់គាត់ហើយបន្ទាប់ពីគាត់សូត្រមន្តគាថាបានមួយសន្ទុះដំរីដែលមានពណ៌សក៏ដូចជានៅលើដងខ្លួនរបស់ដំរីនោះគឺពោពេញទៅដោយសាក់យន្តបុរាណហើយដំរីចុះព្រេងរបស់ដំដឿននេះគឺវាពិតជាមានឫទ្ធិខ្លាំងណាស់ដោយសារតែភ្លុកដំរីនេះគឺគាត់បានរើសនៅក្នុងព្រៃហើយភ្លុកនេះទៀតសោតគឺវាបានជាប់ទៅនឹងដើមឈើហើយភ្លុកប្រភេទនេះគឺពិតជាខ្លាំងណាស់នៅពេលនោះស្ដេចដំរីចុះព្រេងរបស់ដំដឿនវាក៏បានប្រើសម្រែកដ៏លាន់កង់រំពងពាសពេញភូមិហើយសកម្មនៅលើកនេះពួកគាត់មិនដឹងទេថាអ្នកភូមិគេបានឮឬអត់
ប៉ុន្តែតាមដែលគាត់ធ្លាប់សហគមន៍ជាមួយគ្នាគឺគាត់គិតថាតាមមើលអ្នកភូមិគេមិនបានដឹងឡើយដោយសារតែភាគច្រើនការសហគមន៍បែបនេះគឺដឹងចំពោះតែមនុស្សដែលនៅជុំវិញនេះក៏ដូចជាគ្រូដូចគ្នាប៉ុណ្ណោះនៅពេលដែលស្ដេចដំរីចុះប្រេងរបស់ដំឌឿនវាបានស្រែកហើយយកជើងដន្ត្រំដីនោះគឺស្រាប់តែដំរីដែលមានពណ៌ខ្មៅដែលជាដំរីរបស់គ្រូអាគមយាននោះគឺវាក៏ស្រាប់តែលូតជង្គង់តាមមើលប្រហែលជាវាដឹងព្រោះថាសត្វដំរីគឺវាដឹងថាសមត្ថភាពរបស់វាមានកម្រិតណាអញ្ចឹងទៅនៅពេលដែលវាលូតជង្គង់រួចសត្វដំរីដែលមានមាឌធំពណ៌ខ្មៅនោះវាក៏បានរលាយទៅវិញតាមមើលប្រហែលជាគ្រូអាគមយាននោះគេខឹងខ្លាំងណាស់ហើយដោយសារតែគេគឺជាគ្រូអាគមដែលខ្លាំងប្រចាំតំបន់នេះប៉ុន្តែសត្វដំរីអាគមរបស់គេបែរជាមកលូតជង្គង់ចំពោះសត្វដំរីអាគមរបស់លំឌឿនបែបនេះនិយាយទៅរឿងបែបនេះគួរឲ្យអាម៉ាស់ខ្លាំងណាស់ដោយសារតែគេក៏ដឹងដែរថានៅពេលនេះគឺលំឌឿនគាត់មានគ្នារហូតដល់8នាក់ដែលកំពុងតែអង្គុយមើលដូច្នេះគេពិតជាមានភាពអាម៉ាស់ខ្លាំងណាស់នៅពេលនោះហើយបន្ទាប់ពីបានមួយស្ទុះក្រោយមកក៏ស្រាប់តែឮសំឡេងសត្វខ្លាក្រហឹមហើយសត្វខ្លាម្ដងនេះគឺមិនមែនមានតែមួយក្បាលទេគឺមានរហូតដល់2ក្បាលឯណោះហើយគ្រូអាគមតែម្នាក់ឯងដែលអាចបញ្ជាសត្វខ្លារហូតដល់2ក្បាលបែបនេះគឺគេពិតជាមិនធម្មតាឡើយគឺគេក៏ខ្លាំងដូចគ្នានៅពេលនោះមិនយូរប៉ុន្មានសត្វខ្លាអាគម2ក្បាលវាក៏បានលេចរូបរាងនៅចំពោះមុខពលអមទាំងអស់គ្នាតែម្ដងប៉ុន្តែសត្វខ្លាទាំង2ក្បាលនោះវាមិនអាចចូលមកកន្លែងគ្រែដែលពួកគាត់កំពុងតែអង្គុយនេះបានទេដោយសារតែលំឌឿនក៏ដូចជាលំក្រាក់លំហាមរិនគាត់បានចង់សមាគមរបស់គាត់យ៉ាងជាប់នៅពេលនោះលំឌឿនគាត់ក៏បានខ្ចីថងយាមរបស់លំក្រាក់សិនបន្ទាប់មកគាត់ក៏បានសួរលំក្រាក់ថាតើរបៀបបញ្ជាកុយរមាសនេះតើយើងត្រូវធ្វើមិនអីចឹងទៅដោយសារតែបាលីរបៀនបញ្ជាសត្វរមាសនេះតើតែបងប្អូនជនជាតិភាគតិចទើបគាត់បានដឹងហើយនៅពេលនោះលំក្រាក់គាត់ក៏បាននិយាយប្រាប់ទ្រុសអញ្ចឹងទៅហើយបន្ទាប់មកលំឌឿនគាត់ក៏បានសូត្រមន្តគាថាតាមដែលលំក្រាក់គាត់បាននិយាយប្រាប់បន្ទាប់មកសត្វរមាសដែលមានរូបរាងដ៏ធំសម្បើមវាក៏បានចូលទៅប្រយុទ្ធជាមួយនឹងខ្លាដំបង2ក្បាលនោះហើយនៅពេលដែលឆាកប្រយុទ្ធនោះប្រយុទ្ធទៅប្រយុទ្ធមកបានមួយស្ទុះធំគឺសត្វរមាសរបស់លំក្រាក់នៅពេលនេះគាត់ក៏អាចចាក់ទម្លុះធ្លាយពោះសត្វខ្លាគុំទាំងពីររបស់គ្រូអាគមយានអ្នកនោះធ្វើឲ្យពួកវាគឺរលាយបាត់តែម្ដងនោះនៅពេលដែលគេចាញ់សឹកអាគមមួយនេះទៀតគឺគេស្ងាត់បានមួយសន្ទុះធំឯណោះហើយមួយសន្ទុះធំក្រោយមកក៏ស្រាប់តែឮសំឡេងកកិតប្រៀបដូចជាសំឡេងឯកបានប៉ះគ្នាយ៉ាងចឹងគឺនៅពេលនោះលំឌឿនគាត់មើលទៅហាក់បីដូចជាមិនស្រួលនោះទេដោយគាត់ក៏បានប្រាប់ពលអមទាំងអស់គ្នាដែលនៅអង្គុយលើគ្រែនេះឲ្យប្រញាប់រត់ចាក់ចេញពីទីនេះដោយនៅពេលនេះគឺនៅតែលំឌឿនតែម្នាក់ឯងប៉ុណ្ណោះគាត់ថាមែនបន្ទាប់ពីគ្នារបស់គាត់បានរត់ចេញអស់គឺសំឡេងរ៉ុកែតប្រៀបដូចជាដែកប៉ះទង្គិចគ្នាពេលនោះវាក៏បានមកដល់កន្លែងពួកគាត់តែម្ដងហើយនៅពេលនោះក៏ស្រាប់តែមានកំបិតអាគមរហូតដល់ទៅ2ដើមគឺវាហោះលឿនណាស់គឺហោះសំដៅមកចាក់ទម្លាយពោះរបស់លំឌឿននេះឯងប៉ុន្តែដោយសារតែលំឌឿនគាត់រៀងរវិសដែរហើយគាត់ក៏បានគេចផុតបន្តិចប៉ុន្តែក៏មានកំបិតអាគមមួយទៀតដែលវាបានហោះមកបញ្ឆិតដៃរបស់លំឌឿនធ្វើឲ្យគាត់មានរបួសស្រាលបន្តិចហើយកំបិតអាគមទាំងពីរនោះវាក៏បានបន្តហោះទៅបុកចំសសរផ្ទះរបស់លំកែវហើយវាក៏បានជាប់នៅទីនោះនៅពេលនោះគឺលំក្រាក់ហើយនិងលំហាមរិនគាត់ក៏បានដកយកកំបិតអាគមទាំងពីរដើមនោះយកមកមើលគាត់ថាម៉ែអើយកំបិតអាគមមួយនេះគឺមុតខ្លាំងណាស់ហើយនៅលើកំបិតទៀតសោតគឺមិនដឹងថាចានៅយន្តអ្វីខ្លះនោះទេលោកអមរឿនគាត់ក៏បានលន់មាត់ថាយីអានេះវាលេងបំរុងយកស្លាប់រស់តើឯងខំថាគឺគ្រាន់តែសាគមជាមួយគ្នាបើគេលេងដល់ថ្នាក់នេះហើយយើងត្រូវតែតបតទៅគេវិញហើយតាមមើលកំបិតអាគមរបស់គេដែលបានប្រើមកនេះសុទ្ធតែជាកំបិតអាគមដែលគេប្រើប្រចាំថ្ងៃដើម្បីកម្ចាត់គ្រោះអាគមមុនហើយព្រោះថាតាមដែលគាត់មើលទៅចំហាយពិឃាតនៅលើកំបិតអាគមទាំងពីរដើមនេះគឺមានចំហាយពិឃាតខ្លាំងក្លាណាស់នៅពេលនោះលំឌឿនគាត់ក៏បានដកយកកំបិតនោះទុកមួយឡែក
ហើយគាត់ក៏បានប្រើនៅសត្វដំរីចុះព្រេងរបស់គាត់ព្រោះគាត់គិតថានៅពេលនេះគេច្បាស់ជាអស់របស់ការពីហើយដោយសារតែរបស់ខ្លាំងៗភាគច្រើនគឺគេបានប្រើមកអស់ហើយនៅពេលនោះស្ដេចដំរីចុះព្រេងរបស់ដំឌឿនវាក៏បានស្រែកដោយកងរំពងពាសពេញនឹងហើយបន្ទាប់មកវាក៏បានដើរសំដៅទៅកាន់ផ្ទះរបស់គ្រូអាគមយាននោះលុះនៅពេលដែលដំរីអាគមរបស់លំឌឿនវាទៅបានមួយស្ទុះធំគឺស្រាប់តែមានសម្លេងបរិសុទ្ធ3នាក់គឺបានរត់ផងស្រែកផងហើយមិនយូរប៉ុន្មានសម្លេងនោះក៏បានរត់មកដល់កន្លែងគាត់នៅពេលនេះពួកគាត់ក៏បានដឹងថាតាមពិតទៅសម្លេងស្រែកនេះគឺជាសម្លេងរបស់គ្រូអាគមយានក៏ដូចជាកូនសិស្សរបស់គេទាំងពីរនាក់នោះតាមមើលប្រហែលជាគេភ័យណាស់ហើយបន្ទាប់ពីគេរត់មកដល់កន្លែងលំឌឿនភ្លាមគឺដំរីចុះព្រេងរបស់ដំឌឿនវាក៏បានឈរនៅពីក្រោយនិយាយទៅនៅពីនោះគ្រូអាគមយានហើយនិងកូនសិស្សរបស់គេគឺគេលូតជង្គង់ហើយបានលើកដៃសំពះផងក៏ដូចជាហូរទឹកភ្នែកផងតាមមើលប្រហែលជាគេភ័យខ្លាចណាស់ហើយដូចគេក៏បាននិយាយទៅកាន់លំឌឿនថាសុំលើកលែងឲ្យគេផងគឺលើកក្រោយគេលែងហ៊ានទៀតហើយចំណែកឯកូនសិស្សរបស់គេទាំងពីរនាក់វិញក៏ដូចគ្នាដែរគឺគេស្បត់តែម្ដងគេស្បត់ថានៅលើកក្រោយគេលែងហ៊ានប្រមាថទៅកាន់ពួកស្រីៗទៀតហើយគឺគេនឹងធ្វើជាមនុស្សល្អអីចឹងទៅចំណែកនៅពេលនោះលំឌឿនគាត់មិនទាន់ជឿសម្ដីគេឡើយដោយគាត់ក៏បានឲ្យគ្រូអាគមយាននោះគឺឲ្យគេស្បត់ថាឈប់ធ្វើអំពើអាក្រក់អីចឹងទៅប៉ុន្តែមុនអាគមដែលនៅលើលោកគ្រូយាននោះគឺលំឌឿនគាត់ក៏មិនទុកនោះឡើយដោយគាត់ក៏បានយកដៃរបស់គាត់គឺដាក់ទៅលើក្បាលគ្រូអាគមយាននោះបន្ទាប់មកមុនអាគមខ្មៅទាំងអស់វាក៏បានស្រូបចូលមកកាន់ដៃរបស់លំឌឿនហើយបន្ទាប់មកគាត់ក៏បានប្រឡែងមុនវិជាខ្មៅទាំងអស់នោះហោះទៅលើអាកាសបាត់ទៅចំណែកឯគ្រូអាគមយាននៅពេលនេះគឺគេលែងមានវិជាអីអស់ហើយគឺគេខ្លាចជាមនុស្សធម្មតាដូចជាមនុស្សទូទៅយ៉ាងចឹងចំណែកឯកូនសិស្សរបស់គេវិញក៏ដូចគ្នាផងដែរគឺគេលែងមានមន្តអាគមនៅខ្លួនទៀតហើយបន្ទាប់មកគាត់ក៏យល់ព្រមឲ្យពួកគេទាំង3នាក់ចាក់ចេញពីកន្លែងនេះដោយគាត់មិនបានធ្វើបាបអ្វីឡើយចំណែកនៅពេលនេះសក្កាគមទាំងឡាយក៏បានបញ្ចប់ចំណែកឯពួកលំដែលជាមិត្តភក្តិរបស់លំឌឿនវិញគាត់ក៏បានសរសើរទៅកាន់លំឌឿនថាខានជួបគ្នាយូរហើយប៉ុន្តែមុនអាគមរបស់ឯងគឺខ្លាំងជាងកាលដែលពួកយើងធ្វើជាទាហានទៅទៀតនិយាយរួចពួកគាត់ក៏បន្តហូបស្រាជាមួយគ្នាលុះដល់ប្រហែលជាម៉ោង11យប់ពលអមទាំងអស់ពួកគាត់ក៏បានចូលទៅសម្រានរៀងៗខ្លួនលុះដល់ពេលព្រឹកឡើងពលអមទាំង8នាក់ពួកគាត់ក៏ចាប់ផ្ដើមទៅធ្វើនេសាទជាមួយនឹងលំសែនលំសំលំកែលំកងដោយសារតែពួកគាត់ក៏ចង់ដឹងដែរថារបៀបដែលគេនេសាទនៅលើផ្ទៃសមុទ្រនេះគឺគេនេសាទរបៀបម៉េចអីចឹងទៅនិយាយទៅគឺការនេសាទរបស់ពលអមទាំង4នាក់ដែលគាត់តែងតែនេសាទនោះគឺពួកគាត់តែងតែនេសាទទៅកាន់តំបន់ដែលមានថ្មច្រើនដូចជាពួកគាត់មុជទឹកទៅចាក់ត្រីអីចឹងទៅហើយមានពេលខ្លះពួកគាត់ក៏បានដាក់មងសំណាញ់អីជាដើមនិយាយទៅពលលំឌឿនលំក្រាក់ហើយនិងលំហាមរិននៅពេលនេះពួកគាត់ក៏បានបទពិសោធន៍ថ្មីពីការនេសាទនៅលើផ្ទៃសមុទ្រអីចឹងទៅចំណែកឯក្តាមសមុទ្រវិញគឺធំខ្លាំងណាស់និយាយទៅនៅថ្ងៃហ្នឹងគាត់រកបានមឹកផងរកបានក្តាមផងគឺសឹងតែពេញទូកទៅហើយប៉ុន្តែនៅពេលដែលគាត់ទៅក្បែរនៅលើកោះមួយហើយកោះនោះគឺជាតំបន់ដែលម៉ែគ្រូនោះគេកាន់កាប់នេះឯងហើយម៉ែគ្រូម្នាក់នោះគេគឺជាម៉ែគ្រូរបស់គ្រូអាគមយាននោះនៅពេលដែលពួកគាត់កំពុងតែសប្បាយអរជាមួយនឹងការនេសាទនៅលើផ្ទៃសមុទ្រនោះគឺពួកគាត់ភ្លេចខ្លួនថានៅពេលនេះទូករបស់ពួកគាត់ក៏បានទៅដល់ក្បែរកោះរបស់ម៉ែគ្រូនោះដែលគេរស់នៅចំណែកម៉ែគ្រូម្នាក់នោះទៀតសោតគឺគេមានសញ្ជាតិខ្មែរកាត់ឥណ្ឌូនេស៊ីហើយនៅពេលនោះពួកល្អំទាំងអស់គ្នាពួកគាត់ក៏បានក្រឡេកទៅមើលកោះនោះហើយពួកគាត់ក៏បានឃើញគ្រូអាគមយានហើយនិងម៉ែគ្រូម្នាក់នោះគេកំពុងតែឈរសម្លឹងមើលពីលើកោះនៅពេលដែលពួកល្អំទាំងអស់គ្នាបានឃើញដូចនេះឡំកែវហើយនិងឡំកងគាត់ក៏បានប្រាប់គ្នាឲ្យបំបែកក្បាលទូកទៅកន្លែងផ្សេងដោយសារតែនៅតំបន់នេះគឺមិនស្រួលឡើយនិយាយទៅគឺមុនអាគមរបស់ម៉ែគ្រូម្នាក់នេះ
គឺគេខ្លាំងជាងគ្រោះកុំយានរហូតដល់2 3 ដងឯណោះបន្ទាប់មកទូករបស់គាត់ក៏បានឃ្លាតឆ្ងាយពីកោះរបស់ម៉ែគ្រូនោះបានរៀងឆ្ងាយគួរសមប៉ុន្តែនៅវេលាប្រហែលជាម៉ោង3រសៀលទេផ្ទៃមេឃក៏ចាប់ដើមប្រែជាស្រឡះមកជាមានពពកអូលអាប់ហើយផ្ទៃមេឃនៅពេលនេះគឺពោពេញទៅដោយពណ៌ខ្មៅនិយាយទៅហាក់បីដូចជាមានសភាពអ្វីដែលកំពុងតែកើតឡើងយ៉ាងចឹងគាត់ថាមែនដូចដែលពួកគាត់បានគិតពិតមែនតាមមើលប្រហែលនេះជាមុនវិជារបស់ម៉ែគ្រូនោះហើយនៅពេលនេះពលអមទាំងអស់គ្នាពួកគាត់កំពុងតែឈរនៅលើទូកហើយពួកគាត់បានសម្លឹងទៅមើលផ្ទៃមេឃដោយសារមើលទៅពិតជាចម្លែកខ្លាំងណាស់គឺអំបញ្ញមិញមេឃបើកថ្ងៃចេះប៉ុន្តែពេលនេះក៏បានផ្លាស់ប្ដូរមកជាពពកខ្មៅអ៊ុលអាប់បែបនេះមើលទៅមិនស្រួលនោះទេដោយពេលនេះឡោមឌឿនហើយនឹងឡោមក្រាក់ពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមសូត្រនៅបាលីដើម្បីចងក្បាលទូកនិងកន្ទុយទូកព្រោះថាបើសិនជាមិនសូត្រទេពួកគាត់គិតថាបន្តិចទៀតនេះនឹងមានសភាវៈអ្វីដែលបានចេញមកហើយគាត់ថាមែននៅពេលនោះក៏ស្រាប់តែមានទឹកពពុះយ៉ាងច្រើនគឺពពុះក្បែរទូករបស់គាត់បន្ទាប់មកគឺស្រាប់តែមានអរិយសមុទ្រមួយគឺអរិយសមុទ្រនោះគឺវាមានរូបរាងពណ៌សតែម្ដងដោយវាក៏បានឈរនៅក្បែរទូករបស់ពួកគាត់និយាយទៅទឹកជម្រៅសមុទ្រដ៏ធំល្វឹងល្វើយនេះគឺបានត្រឹមស្មើរន្ធផ្ចិតរបស់អរិយទឹកមួយនេះប៉ុណ្ណោះនិយាយទៅលំកែវលំកងក៏ដូចជាលំសែនលំសំដែលគាត់គឺធ្លាប់ឃើញពពួកខ្មោចអីអស់ហើយប៉ុន្តែអរិយទឹកដែលមានមាឌដ៏ធំសម្បើមបែបនេះគឺគាត់មិនដែលបានឃើញឡើយគឺគាត់ធ្លាប់នេសាទទឹកសមុទ្រនេះជាយូរឆ្នាំមកហើយប៉ុន្តែក៏មិនដែលប្រទះឃើញអរិយទឹកនោះឡើយនេះគឺជាលើកទី1របស់គាត់ហើយពួកគាត់ពេលនោះពិតជាភ័យខ្លាចខ្លាំងណាស់គឺពួកគាត់ភ័យខ្លាចរហូតដល់ពួកគាត់លូតជង្គង់អង្គុយចុះនៅលើទូកចំណែកនៅពេលនេះគឺមានតែពួកឡំទាំង4នាក់ទេគឺឡំឌឿនឡំក្រាក់ឡំហាំរិនហើយនិងឡំកាវដែលគាត់កំពុងតែឈរសម្លឹងមើលទៅកាន់អរិយសមុទ្រមួយនេះដល់ពេលនោះអរិយសមុទ្រមួយនោះវាក៏ចាប់ផ្ដើមយកដៃរបស់វាគឺបំរុងនឹងវាយកន្តិចទូករបស់ពលអមដែលកំពុងតែឈរលើនេះប៉ុន្តែនៅពេលដែលដៃរបស់វាប៉ះទៅចំទូករបស់ល្អំភ្លាមគឺប្រៀបដូចជាប៉ះដុំភ្លើងយ៉ាងចឹងគឺវាក៏ចាប់ដើមដកដៃទៅវិញយ៉ាងលឿនហើយវាក៏បានស្រែកថាក្តៅណាស់បន្ទាប់មកល្អំឌឿនគាត់ក៏បានដកយកខ្សែសីមាដែលមានរូបរាងមូលប្រៀបដូចជាកងចក្រយ៉ាងចឹងគឺគាត់បានដកចេញពីក្នុងថង់យានរបស់គាត់ហើយខ្សែសីមានេះគឺគាត់បានមកពីព្រះសង្ឃធុដងមួយអង្គគឺព្រះសង្ឃធុដងមួយអង្គនោះគឺជាលោកអ៊ូសឿននឹងឯងដែលជាសិស្សច្បងរបស់លោកអ៊ំឌឿនហើយខ្សែសីមានេះទៀតសោតលោកអ៊ំឌឿនគាត់ក៏ធ្លាប់ប្រើគឺកំចាត់ទៅកាន់អរិយផ្ទៃទន្លេផងដែរដូច្នេះលើកនេះគាត់ក៏បានដកយកខ្សែសីមានេះដើម្បីមកកំចាត់អរិយសមុទ្រមួយនេះបើសិនជាប្រើនៅមុនវិជាផ្សេងគឺពិបាកនឹងយកឈ្នះណាដោយមុននឹងប្រើទៅឡំឌឿនគាត់ក៏បានលើកដៃប្រណម្យដោយគាត់បាននិយាយថាបើសិនជាបុណ្យកុសលដែលខ្ញុំបានធ្វើកន្លងមកសូមឲ្យអំពើល្អក៏ដូចជាបុណ្យកុសលរបស់ខ្ញុំទាំងអស់គឺសូមមកជួយគ្រប់គ្រងខ្ញុំផងបន្ទាប់មកគាត់ក៏បានបោះខ្សែសីមានោះគឺអណ្ដែតនៅលើផ្ទៃអាកាសបន្ទាប់មកខ្សែសីមាដែលមានរង្វង់ប្រៀបដូចកងចក្រនោះវាក៏ចាប់ផ្ដើមរីកធំឡើងរហូតដល់វាគឺបានទៅរឹតខ្លួនរបស់អរិយទឹកសមុទ្រនោះធ្វើឲ្យវាក្តៅរលាជាខ្លាំងហើយវាក៏បានស្រែកដោយសេចក្តីឈឺចាប់នៅពេលនោះនិយាយទៅនៅពេលដែលអរិយសមុទ្រមួយនោះវាខំប្រឹងរើបំរាស់ខ្លាំងប៉ុណ្ណាខ្សែសីមារបស់គាត់ក៏រឹតវាខ្លាំងប៉ុណ្ណឹងដូចគ្នាដូច្នេះនៅពេលនោះគឺវាក៏ចាប់ដើមរលាយខ្លួនបន្តិចម្ដងរហូតបានរសាត់ខ្លាចជាផ្សែងបាត់ទៅចំណែកនៅពេលនេះឡំឌឿនគាត់ក៏បានដឹងថាតាមពិតទៅគឺច្បាស់ជាគ្រូអាគមស្រីម្នាក់នឹងហើយដែលគេបានប្រើរយៈសមុទ្រផងនេះតាមមើលមុនវិជាដែលគេខ្លាំងបំផុតគឺជាមុនវិជាប្រើរយៈសមុទ្រនេះឯងហើយបងប្អូនអ្នកនេសាទដែលគេជួបកូររន្ទះក៏ដូចជាព្យុះភ្លៀងនៅលើសមុទ្រកាលពីលើកមុនច្បាស់ជាស្នាដៃរបស់គ្រូអាគមស្រីម្នាក់នេះហើយតាមមើលគឺគ្មានព្យុះគ្មានអីទេគឺគេចេះតែនិយាយដោយសារតែគេគឺមានបរិវារដែលជាអរិយសមុទ្រនេះហើយបងប្អូនអ្នកភូមិដែលមកស្ដាប់គេគឺតែងតែវិនិច្ឆ័យបែបនេះតាមពិតទៅគ្មានព្យុះគ្មានភ្លៀងទេគឺ
គឺគេប្រើអរិយសមុទ្រនេះឲ្យសម្លាប់មនុស្សទាំងអស់នោះតែម្ដងហើយនៅពេលនេះគឺឡំលឿនហើយនិងឡំក្រាក់ពួកគាត់ទាំងពីរនាក់ក៏បានដកយកកំបិតអាគមរបស់គ្រូអាគមយាននោះដោយគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមសូត្រនៅមន្តគាថារបស់ពួកគាត់បន្ទាប់មកកំបិតអាគមទាំងពីរនោះវាក៏បានហោះសំដៅទៅកាន់កោះដែលជាកោះរបស់គ្រូអាគមស្រីឥណ្ឌូនេស៊ីនោះឯងហើយនៅពេលដែលកំបិតអាគមទាំងពីរដើមហោះទៅមួយស្ទុះធំក្រោយមកគឺកំបិតអាគមទាំងពីរដើមនោះវាមិនបានត្រឡប់មកវិញឡើយហើយពេលនោះផ្ទៃមេដែលមានពពកពណ៌ខ្មៅអ៊ុលអាប់ក៏ចាប់ផ្ដើមលេចពន្លឺព្រះអាទិត្យចេញមកហើយផ្ទៃមេឃនៅពេលនេះក៏ចាប់ផ្ដើមស្រឡះវិញហើយពួកគាត់ក៏បានដឹងហើយតាមពិតទៅកំបិតអាគមដែលគាត់ប្រើទៅនោះគឺច្បាស់ជាបានចាក់សម្លាប់ទៅកាន់គ្រូអាគមយានក៏ដូចជាគ្រូស្រីឥណ្ឌូនេស៊ីនោះហើយទើបបានជាផ្ទៃមេឃប្រែមកជាស្រឡះបែបនេះហើយនៅពេលនោះពួកគាត់ក៏បញ្ឈប់ការនេសាទទៀតហើយបន្ទាប់មកពួកគាត់ទាំងអស់គ្នាក៏បានបង្វែរក្បាលទូកដើម្បីឡើងទៅលើច្រាំងវិញហើយនៅពេលនេះគាត់បាននេសាទបានត្រីក៏ដូចជាក្តាមច្រើនណាស់ដើម្បីយកទៅផ្ញើអ្នកផ្ទះលុះដល់ថ្ងៃស្អែកឡើងគឺល្អំកៅគាត់ក៏បានបបួលល្អំលឿនក៏ដូចជាល្អំក្រាក់ល្អំហាមរិនដើម្បីត្រឡប់ទៅផ្ទះវិញប៉ុន្តែពួកគាត់មិនទាន់ចង់ត្រឡប់ទៅផ្ទះវិញនោះទេដោយគាត់ចង់នៅលេងទីនេះមួយរយៈណាមួយគាត់ចង់នេសាទត្រីនៅលើផ្ទៃសមុទ្រខ្លះផងដើម្បីយកទៅផ្ទះរបស់គាត់ក្រែងលោកតាហូបបានយូរពេលលេងចឹងទៅហើយនៅពេលនោះនៅពេលដែលល្អំកែវគាត់បានឮសម្ដីរបស់ល្អំលឿនថាចង់នៅទីនេះមួយរយៈទៀតគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែពួកគាត់ក៏ចង់ឲ្យពលអ៊ំទាំងអស់គ្នានៅទីនេះឲ្យបានយូរបន្តិចហើយល្អំលឿនគាត់ក៏បានឲ្យអ៊ំស្រីបុប្ផាគាត់ធ្វើដំណើរទៅជាមួយនឹងល្អំកៅហើយនិងអ៊ំស្រីសុភាសិនចំណែកឯល្អំកៅគាត់សន្យាថាគាត់នឹងត្រឡប់មកយកល្អំលឿនហើយរងចាំមួយរយៈក្រោយទៀតទើបគាត់ត្រឡប់មកយកចំណែកឯអ៊ំស្រីសុគន្ធវិញគាត់ក៏បានលាអ៊ំស្រីសុភីហើយនិងអ៊ំស្រីបុប្ផាទាំងអាឡ័យគឺពួកគាត់ទើបតែជួបគ្នានៅលើកទី1ទេមើលទៅអ៊ំស្រីទាំងអស់គ្នាពួកគាត់ហាក់បីដូចជានឹករលឹកគ្នាជាខ្លាំងហើយបន្ទាប់មកឡានរបស់ឡំកៅគាត់ក៏បានបើកបន្តត្រឡប់ទៅផ្ទះរបស់គាត់វិញហើយសាច់រឿងរបស់យើងនៅអាប់សូននេះក៏បានបញ្ចប់តែត្រឹមនេះហើយនៅអាប់សូនបន្តទៀតគឺនិយាយតាក់ទងទៅនឹងផ្ទៃសមុទ្រនេះឯងដោយសារតែមួយរយៈដែលឡំលឿននិងឡំក្រាក់ឡំហាមរិនគាត់រស់នៅទីនេះគឺពួកគាត់បានជួបរឿងហេតុជាច្រើនដែលយើងនឹកស្មានមិនដល់ហើយសង្ឃឹមថាពុកម៉ែបងប្អូននៅតែទន្ទឹងរង់ចាំស្ដាប់សាច់រឿងរបស់ពលអ៊ំទាំង3នាក់ជារៀងរហូតអញ្ចឹងជាចុងក្រោយខ្ញុំបាទពិសិដ្ឋក៏សូមអរគុណសូមគោរពលាជួបគ្នានៅអាប់សូនក្រោយៗទៀត